ជំរាបសួរកូនៗទាំងអស់គ្នាបាទអរគុណជំរាបសួរកូនៗទាំងអស់គ្នាសុខសប្បាយអត់កូនបាទសុខសាន្តសប្បាយអញ្ចឹងថ្ងៃហ្នឹងឃើញកូនឆ្លៀតពាក់បានស្អាតបានគ្រប់គ្នាហើយនេះកូនចង់លេងល្បែងសិក្សាអត់ចង់អត់បាទអញ្ចឹងមុននឹងកូនទៅលេងល្បែងសិក្សាលោកគ្រូចង់សួរកូនមួយសំណួរកូនធ្លាប់ធ្វើដំណើរទេសចរទៅកន្លែងណាជាមួយម៉ាក់ប៉ារបស់កូនដែរឬទេធ្លាប់កូនទៅកន្លែងណាខ្លះបាទកូនទៅកោះកុងអញ្ចឹងពេលកូនទៅដល់កោះកុងកូនមានសង្កេតឃើញអីគេខ្លះទឹកសមុទ្រឃើញទៀតកូនកាប៉ាល់ឃើញទៀតកូនឃើញត្រីឃើញទៀតកូនក្តាមអញ្ចឹងពេលកូនទៅលេងកោះកុងកូនសង្កេតឃើញអីគេឃើញទឹកសមុទ្រឃើញកាប៉ាល់ឃើញក្តាមឃើញត្រីនិងជីវៈចម្រុះនៅទីនោះតោះនេះកូនអញ្ចឹងថ្ងៃនេះលោកគ្រូនឹងនាំកូនទៅលេងល្បែងសិក្សាមួយគឺទេសចរពាក្យលោកគ្រូនឹងបង្ហាញរូបភាពនៅលើក្តារខៀននេះឲ្យកូនមើលកូនត្រូវរកមើលរូបភាពឬក៏សង្កេតរូបភាពនៅលើក្តារខៀននេះហើយកូនត្រូវកំណត់សម្គាល់មួយពាក្យនៅក្នុងចិត្តរបស់កូនបន្ទាប់មកកូននឹងឆ្លើយប្រាប់លោកគ្រូវិញតោះនេះកូនបាទអញ្ចឹងក្នុងមួយនាក់កូនត្រូវតែស្រឡាញ់មួយពាក្យតោះនេះកូនបាទសូវស្រឡាញ់មួយពាក្យអញ្ចឹងលោកគ្រូនឹងបង្ហាញនៅលើក្តារខៀននេះឲ្យកូនមើលតោះរូបភាពនេះស្អាតទេកូនបាទស្អាតណាស់កូនអញ្ចឹងកូនមើលតើកូនស្រឡាញ់រូបភាពមួយណាស្រឡាញ់ពាក្យមួយណាកូនអាចសង្កេតមើលលោកគ្រូទុកពេលរយៈពេលឲ្យកូន1នាទីតោះឥឡូវកូនឯងសង្កេតមើលរូបភាពហើយត្រូវអត់តោះកូនណាអាចប្រាប់លោកគ្រូបានទេថាលើហ្នឹងមានពាក្យអីគេខ្លះកូនតោះកូនស្រីកូនឯងឃើញអីគេកូនជំរាបលោកគ្រូខ្ញុំឃើញដើមត្នោតបាទឃើញដើមត្នោតអញ្ចឹងកូនអាចដៃរបស់ឲ្យគ្រូបានទេកូនតោះកូនឯងសាក់ដៃឲ្យគ្រូស្ដាប់មើលខ្ញុំស្រឡាញ់ដើមត្នោតបាទខ្ញុំស្រឡាញ់ដើមត្នោតអញ្ចឹងរបស់មិត្តភក្តិយើងមានន័យទេកូនមានតោះតែដៃមិត្តភក្តិយើងមួយបាទតោះកូនគឺចោះតោះកូនណាអាចតែល្បាយគ្រូបានទៀតកូនតោះកូនផងកូនឯងឃើញពេលគេកូនឃើញគោបាទឃើញគោចាស់កូនឯងសាកតែល្បាយគ្រូបានទេតែមកកូនខ្ញុំស្រឡាញ់សត្វគោបាទខ្ញុំស្រឡាញ់សត្វគោមិនដែរល្បាយមិត្តភក្តិយើងមានន័យគ្រប់គ្រាន់ទេមានតោះតែដែរមិត្តភក្តិយើងមួយអរគុណគឺចោះកូនតោះកូនណាអាចតែល្បាយគ្រូបានទៀតតោះកូនផងជំរាបលោកគ្រូខ្ញុំឃើញស្លឹកឈូកបាទឃើញស្លឹកឈូកតើកូនឯងសាកតែល្បាយឲ្យលោកគ្រូបានទេកូនបាទតែមកកូនខ្ញុំឃើញស្លឹកឈូកនៅលើទឹកបឹងបាទឃើញស្លឹកឈូកនៅលើទឹកបឹងអរគុណច្រើនអង្គុយចោះតោះតែដៃ1 2 3បាទអញ្ចឹងល្បែងរបស់យើងត្រូវបានបញ្ចប់ហើយ